ជំរាបសួរសួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់ Channel ខ្ញុំបាទសាជាថ្មីមុននឹងចូលដល់សាច់រឿងដែលខ្ញុំសម្រាយនេះបងកុំភ្លេចជួយចុច Subscribe និង Like វីដេអូនេះអូនម្នាក់មកផងសម្រាប់រឿងនេះគឺខ្ញុំបានបង្កើតឡើងពី AI សម្រាប់ចែកជូនទៅប្រិយមិត្តទាំងអស់គ្នាដោយបងឃើញចាស់ស្ដែងចឹងគឺអ្នកភូមិអ្នកផងលបងជាប់ជាមួយគាត់កំពុងតែដើរទៅធ្វើស្រែចម្ការគឺពួកគាត់សហការគ្នាបានល្អមែនទែនសម្រាប់ការងាររបស់គាត់ប្រចាំថ្ងៃគឺមានតែស្រុកស្រែចម្ការដោយដែលខ្ញុំបង្ហាញហ្នឹងទេហ្នឹងហើយគឺគាត់ស្វាហាប់ទាំងអស់គ្នាជួយគ្នាទៅវិញទៅមកដូចយើងជាជនជាតិខ្មែរទាំងអស់គ្នាអញ្ចឹងយើងត្រូវតែចេះសាមគ្គីគ្នាដើម្បីថែរក្សាវត្ថុបុរាណឬក៏អ្វីដែលជាសម្គាល់របស់ជាជនជាតិខ្មែរយើងត្រូវតែថែរក្សាកុំឲ្យបាត់បង់ហ្នឹងហើយបងហ្នឹងហើយដូចឥឡូវយើងចូលមកសាច់ការយើងវិញដូចជារូបភាពដែលខ្ញុំបានបង្ហាញជាដើមនឹងគឺអ្នកភូមិអ្នកផងគាត់ខំតស៊ូសម្រាប់ការងារមួយនេះមែនតើធ្វើស្រែស្រូវចម្ការដាំដំណាំអីផ្សេងជាប្រចាំថ្ងៃរបស់គាត់ចឹងទៅគឺគាត់សប្បាយជាមួយគ្នាអបអរសាទរជាមួយគ្នាដែលគាត់បានដល់យល់ទៅគាត់បានផលពីស្រែស្រូវហ្នឹងគឺគាត់ខំនឹងដូចជាឆ្នាំងបាយរបស់គាត់ដែរអញ្ចឹងបងហើយក៏លេខមកមើលវីដេអូបន្ទាប់នេះគឺអ្នកភូមិអ្នកផងគឺគាត់កំពុងតែរៀបចំម្ហូបអាហារចំណីចំណុកឬក៏គាត់កំពុងតែចម្អិនម្ហូបអីអញ្ចឹងទៅបងដើម្បីហូបជុំគ្នានៅវាលស្រែមើលទៅបងគឺរ៉ូមែនទិកស្អាតមែនតើសម្រាប់វីដេអូហ្នឹងដែលខ្ញុំបានបង្កើតហ្នឹងគឺមើលទៅគឺត្រជាក់ភ្នែកល្អមានទាំង background នៅខាងក្រោយជាប្រាសាទអង្គរវត្តដែលតំណាងឲ្យជាជាតិខ្មែរព្រលឹងរបស់កូនតាខ្មែរទៀតគឺគាត់កំពុងតែញ៉ាំនេះដូចខ្ញុំបង្ហាញអញ្ចឹងគឺគាត់ធ្វើម្ហូបធ្វើអាហារញ៉ាំជុំគ្នាសប្បាយជុំគ្នាគឺបែបវាលស្រែគឺរ៉ូមែនទិកមែនតើបងយើងទៅបែបរលែកអីចឹងណាបងដែលយើងនិយាយជាភាសាកាត់ចឹងណាបងប៉ុន្តែសម្រាប់រូបនៅក្នុង AI នេះដូចជាមុខអីចឹងទៅគឺខុសពីជនជាតិខ្មែរយើងប៉ុន្តែនេះគឺយើងបង្កើតពី AI ទេបើសិនជាឲ្យដូចទាំងស្រុងក៏ខ្ញុំនឹងពិបាកធ្វើដែរអ្នកភូមិគឺគាត់មានការចម្អិនម្ហូបនៅតាមវាលស្រែជនបទស្រស់ស្អាតមែនតើបងមើលតែថ្ងៃលិចព្រៃព្រឹក្សាអីចឹងបងគឺឃើញហើយគួរតែចង់រស់នៅបែបអញ្ចឹងដែរបងគឺគាត់សហការគ្នាបានល្អមានអ្នកចាប់ឆ្វេងមានអ្នកចាប់ស្ដាំអញ្ចឹងទៅគឺធ្វើឲ្យគាត់សប្បាយក្នុងការធ្វើមិនសូវអស់កម្លាំងឯទៀតបងគឺគាត់ញ៉ាំអាហារជុំគ្នាសប្បាយជុំគ្នាបែបនិយាយថាដូចបងប្អូនតែមួយអញ្ចឹងសិតតែអ្នកភូមិផងរបងជាមួយគាត់មិនដែរមើលងាយមើលអាអ្នកណាដូចសពថ្ងៃនឹងទេបងហើយពេលគាត់ត្រឡប់ទៅក្នុងភូមិវិញគឺគាត់ទៅស្រស់គ្នាដូចខ្ញុំបង្ហាញអញ្ចឹងអានេះគឺគ្រាន់តែជារឿងសម្រាយពីខាងក្រៅបងបើសិនជាខ្ញុំនិយាយខុសឆ្គងកន្លែងណាក្តីបងសូមមេត្តាអភ័យទោសនិងអធិស្ឋានដល់ admin ម្ចាស់ channel ម្នាក់នេះផងអញ្ចឹងសម្រាប់វីដេអូនេះគឺបងអូនមានតែប៉ុណ្្នឹងទេបាយបងទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយហើយខ្ញុំសូមបញ្ជាក់បន្តិចសម្រាប់បងក៏ចង់ចេះធ្វើ content បែបនេះបងអាចចូលទៅកាន់ channel ខ្ញុំបាននឹងហើយក៏ខ្ញុំមានការបង្រៀនដែលអត់គិតថ្លៃដែរបងអញ្ចឹងបាយបងទាំងអស់គ្នា